បាទជំរាបសួរក៏ដូចជាសួស្តីទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីហើយនៅក្នុងវីដេអូនេះដែរគឺខ្ញុំក៏ចង់បង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាអំពីធាតុសកម្មថ្នាំដែលយើងប្រើប្រាស់សម្រាប់កម្ចាត់នៅពពួកសត្វល្អិតដែលជាពពួករយសហ្នឹងនៅលើដំណាំស្រូវហើយជាទូទៅរុយសនេះវាមិនមែនកើតមាននៅលើតែដំណាំស្រូវនោះទេក៏ប៉ុន្តែវាកើតមាននៅលើដំណាំផ្សេងទៀតជាដើមហើយចំពោះដំណាំស្រូវនៅពេលដែលមានវត្តមានរបស់ពពួករយសវាតែងតែធ្វើឲ្យដំណាំស្រូវរបស់យើងហ្នឹងគឺទៅជាលឿងហើយក៏វាជួយហើយក៏វាអាចនឹងបង្អាក់នៅការលូតលាស់របស់ដំណាំស្រូវធ្វើឲ្យដំណាំស្រូវរបស់យើងនឹងអត់មានសុខភាពល្អហើយក៏វាអត់សូវលូតលាស់ផងដែរហើយឥឡូវយើងចូលទៅដល់ធាតុសកម្មថ្នាំទី1ដែលយើងអាចប្រើប្រាស់ដើម្បីកម្ចាត់ឬក៏បាញ់ដើម្បីការពារពពួររុយសនេះផងដែរទី1ហ្នឹងគឺអ៊ីមីដាក្លូព្រីតជាទូទៅអ៊ីមីដាក្លូព្រីតវាជាធាតុសកម្មថ្នាំមួយដែលអាចបាញ់កម្ចាត់និងការពារពពួករុយសនៅលើដំណាំស្រូវផងដែរហើយចំពោះតម្លៃពពួកអ៊ីមីដាក្លូព្រីតនេះវាមានតម្លៃធូរថ្លៃហើយក៏ពុកម៉ែបងប្អូនទាំងអស់គ្នាក៏អាចងាយស្រួលរកទិញដែរពីព្រោះអីដោយសារវាជាធាតុសកម្មថ្នាំមួយដែលសម្បូរនៅលើទីផ្សារផងដែរហើយធាតុសកម្មថ្នាំទី2នេះគឺថេមីតូសាមវាក៏ជាធាតុសកម្មថ្នាំមួយដែលអាចបាញ់ដើម្បីកម្ចាត់នៅពពួករុយសនៅលើដំណាំស្រូវបានផងដែរហើយបើនិយាយអំពីគុណភាពរបស់វាមានគុណភាពខ្លាំងជាងពពួកអ៊ីមីដាក្លូព្រីតក៏ប៉ុន្តែបើតម្លៃរបស់ពួកវាវិញគឺវាមានតម្លៃរៀងខ្ពស់ជាងពពួកអ៊ីមីដាក្លូព្រីតបន្តិចហើយធាតុសកម្មថ្នាំទី3នេះគឺពពួកអាសេហ្វាតក៏យើងអាចប្រើប្រាស់ដើម្បីកម្ចាត់នៅពពួករុយសបានផងដែរហើយវាមានជំនាញឬក៏មុខងារខ្ពស់ផងដែរដើម្បីកម្ចាត់នៅពពួករុយសនៅលើដំណាំស្រូវហើយឥឡូវយើងចូលទៅដល់ធាតុសកម្មថ្នាំទី4នេះគឺពពួកឌីណូតេហ្វ្រង់បូកមួយនឹងបេមីត្រូស៊ីនជាទូទៅធាតុសកម្មថ្នាំនេះក៏អាចប្រើប្រាស់ដើម្បីបាញ់ការពារឬក៏បាញ់កម្ចាត់នៅពពួករុយសបានផងដែរហើយឥឡូវយើងចូលទៅដល់ធាតុសកម្មថ្នាំទី5ធាតុសកម្មថ្នាំទី5នេះគឺពពួកអាសេតាមេព្រីតបូកជាមួយនឹងបុយប្រូហ្វេស៊ីនជាទូទៅធាតុសកម្មថ្នាំពីរនេះក៏វាមានគុណភាពខ្ពស់ផងដែរហើយវាអាចបាញ់ការពារហើយនឹងកម្ចាត់ពពួករុយសបានផងដែរហើយវាអាចការពារបានយូរពីព្រោះអីពពួកបុយប្រូហ្វេស៊ីនក៏វាមានមុខងារអាចបាញ់ប្រខាពងឬក៏បាញ់ប្រខាពងសត្វល្អិតអីផ្សេងបានជាដើមហើយឥឡូវហ្នឹងយើងចូលទៅដល់ធាតុសកម្មចុងក្រោយគេនេះគឺពពួកក្លូពីរីហ្វូសបូកមួយសៃពើមេត្រីនជាទូទៅសារធាតុចុងក្រោយគេនេះក៏វាមានគុណភាពខ្ពស់ផងដែរសម្រាប់កម្ចាត់នៅពពួករុយសនៅលើដំណាំស្រូវក៏ប៉ុន្តែនៅក្នុងការប្រើប្រាស់ពុកម៉ែបងប្អូនទាំងអស់គ្នាគួរតែមានការប្រុងប្រយ័ត្នពីព្រោះអីធាតុសកម្មថ្នាំទី6នេះវាជាប្រភេទទឹកហើយជាប្រភេទអឺសេហើយវានិយាយទៅវាជាប្រភេទថ្នាំក្តៅដែលពុកម៉ែបងប្អូនទាំងអស់គ្នាគួរតែប្រើប្រាស់ដោយមានការប្រុងប្រយ័ត្នជាពិសេសហ្នឹងគឺនៅដំណាក់កាលដែលស្រូវផើមឬក៏ពេលស្រូវហាលផ្កាយជាដើមពីព្រោះអីវាអាចបាញ់ទៅវាធ្វើឲ្យប៉ះពាល់ទៅដល់ដំណាំស្រូវរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាក៏ប៉ុន្តែចំពោះធាតុសកម្មថ្នាំទី1ដល់ទី5ហ្នឹងគឺវាបាញ់ទៅគឺវាអត់មានការប៉ះពាល់ទៅដល់ដំណាំស្រូវនោះទេពីព្រោះអីដោយសារតែវាជាប្រភេទពពួរម្សៅអញ្ចឹងយើងអាចប្រើប្រាស់បានគ្រប់ដំណាក់កាលរបស់ដំណាំស្រូវទោះបីជាស្រូវរបស់យើងមានទោះបីស្រូវរបស់យើងនឹងផើមក៏ដោយហាលផ្កាក៏ដោយក៏ប៉ុន្តែយើងបាញ់គឺត្រូវឲ្យត្រូវតាមពេលវេលាជាទូទៅនៅពេលដែលមានវត្តមានរុយសនៅលើដំណាំស្រូវ
ពេលវេលាដែលល្អបំផុតគួរបាញ់សម្រាប់ស្រូវហាផ្កាគឺពុកម៉ែបងប្អូនទាំងអស់គ្នាគួរតែបាញ់នៅពេលរសៀលចន្លោះពីម៉ោង4ទៅពេលដែលមេឃចុះត្រជាក់ហ្នឹងហើយសម្រាប់ធាតុសកម្មថ្នាំទាំង6នេះគឺពុកម៉ែបងប្អូនទាំងអស់គ្នាអាចទៅទិញបាននៅតាមដេប៉ូឬក៏តំណាងចែកចាយជីថ្នាំកសិកម្មដែលនៅចិត្តផ្ទះឬក៏នៅក្នុងតំបន់របស់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយចំពោះតម្លៃរបស់វាក៏វាមានតម្លៃធូរថ្លៃផងដែរបាទសូមអរគុណ